ជំរាបសួរបងប្អូនអរគ្នានេះស្លកោទៀតដែរអញ្ចឹងស្លកោនេះល្ងាចហើយភាសាថាពេលជិះម៉ូតូមកឃើញស្លឹកឆេះគេលក់ល្អព្រោះខែនេះក៏រៀងអស់ស្លឹកឆេះដែរប៉ុន្តែស្លឹកឆេះនេះរៀងខានតិចភាសាតែត្រូវព្រៀងធ្វើអីចឹងណារយៈនេះយើងមានព្រៀងទី2មេដែរចឹងណាអានេះបន្លែកោយើងក៏មិនសូវស្រួលតែពេលល្ងាចហ្នឹងវារៀងសពូនដោយសារចិត្តតាំងផុតហ្នឹងហើយនេះមានសាច់ជ្រូក3ជាន់អត់វា3ជាន់ហ្នឹងមកទៅមាន12ជាន់ដែរដោយសារវាខ្លាំងផ្សេងអញ្ចឹងណាហើយសាច់ជ្រូកនេះខ្ញុំហាន់ធម្មតាធំផ្ទះវែងធម្មតាមានជាប់សាច់ជាប់ខ្លាញ់អញ្ចឹងណាហើយតែពិតវាស្លកោនេះដាក់ថេងដែរទៀតក៏ឆ្ងាញ់ដែរគាត់ texture ដាក់ឆើតមុខពេកគាត់តែស្លប៉ុណ្ណឹងញ៉ាំម្នាក់ឯងញ៉ាំអត់អស់ហ្នឹងគឺនៅកណោចឹងមិនឆ្ងល់ហេតុអីខ្ញុំថតទេដោយសារតែស្ដាយចឹងហូបផឹងហូបអស់គឺថតតែស្ដាយគឺថតអីបាទដែរចង់ស្លឲ្យធៀងតិចដែរគាត់ថាម្ហូបខ្លះបន្លែច្រើនមកក៏យើងដាក់មុខតិចទៅវាច្រើនហើយនេះបន្លែស្លឹកយើងដាក់ទៅមុខផងហើយបន្លែកកូតិចទៅ1000ទេហើយតិចដែរចឹងមានប្រហុកមានខលីងខ្លួនឯងចឹងតិចអស់តិចគេគាត់ថាវាស្លទៅដាក់ចូលគ្នាទៅវាច្រើនហើយនេះយើងមកបេះស្លឹកច្រៃហើយស្លឹកច្រៃជើងគឺល្អមែនតើគឺខ្ចីទាំងអស់សារប្រហែលជាធើភ្លៀងវាលាស់ខ្ចីអីចឹងណាបើរៀងខានតិចអត់ឆ្ងាញ់ដូចឲ្យវាទំនោះស្លឹកវាអត់ទាន់ត្រូវភ្លៀងណាឆ្ងាញ់មានបងប្អូនណាចូលចិត្តបន្លែបៃតងអត់ខ្ញុំចូលចិត្តបន្លែបៃតងណាតែនៅតែធន់ដល់ថៃដោយសារឲ្យខ្ញុំញ៉ាំយប់ពេកខ្ញុំពេលខ្លះញ៉ាំមកជូរពេលល្ងាចពេលអីចឹងណាហើយពេលខ្លះម៉ោង8 9ក៏ខ្ញុំនៅឃ្លាតដែរឃ្លាតហ្នឹងញ៉ាំមកជូរចឹងមកជូរហ្នឹងបើញ៉ាំតែទេអត់អីតែញ៉ាំជ្រក់អំបិលគឺវាឡើងគីឡូហើយតើទៅជាមួយនឹងបន្លែតែយើងអាចធ្វើបានងាយដូចជាបន្លែបៃតងបន្លែអីចឹងមានដូចស្ពៃមានដូចអីហ្នឹងគឺយើងស្ងោរយកអីហូបពេលទៅជាឬក៏ពេលល្ងាចចឹងទៅវាអត់សូវឡើងគីឡូណាស់ដែរយើងញ៉ាំមួយបាយអីចឹងណាប៉ិតដឹងគ្រប់យ៉ាងក៏អត់បានធ្វើបានរៀបចាប់ដើមធ្វើសម្រក់ហ្នឹងលើកមកខ្ញុំធ្វើ fasting តែលើកនេះប្រហែលជាអត់ទេខ្ញុំប្រហែលជាញ៉ាំ diet ញ៉ាំអាហារដែលមានchất protein ច្រើនហើយកាត់បន្ថយជាតិម្សៅអញ្ចឹងណាហើយកាត់បន្ថយជាតិស្ករតែអាទិត្យហ្នឹងសូមបដ ாய் សិនចាំចាប់បដ ாய் ទៅខយចឹងបដ ாய் ចុះបដ ாய் ឡើងគីឡូចិត្តទេតាមអីទេមើលទៅឃើញមានរៀង75ឡើងអាហ្នឹងចាក់ដើរឃើញធាត់ខ្លាំងមើលទៅធំទាំងតែគីឡូចិត្តនេះ1.7ម៉ែត្រដែរចឹងវាសក់1ម៉ែត្រគ្នាមើលទៅឃើញ